អូខេសួស្តីបងប្អូនទាំងគ្នាឥឡូវយើងចូលមកមេរៀនបន្តរបស់យើងដែលតាក់ទងជាមួយនឹង OB ឬក៏ពាក្យពេញហៅថា order block តើរបៀបនៃការចាប់ក៏ដូចជារបៀបនៃការមើលថាវា valid មួយក៏ invalid កន្លែងណាហើយរបៀបនៃប្រើប្រាស់យកមក apply ក្នុងទីផ្សារបែបម៉េចអូខេយើងចូលទៅមេរៀនរបស់យើងទាំងគ្នាអញ្ចឹង order block នៅពេលដែលទីផ្សារមានការបក reversal បានបង្កើតនៅ swing high ឬមួយក៏ swing low ក្នុង time frame ណាមួយគឺតែងតែបានបង្កើតនៅ OB នៅចុង swing ហើយមូលហេតុនៃការបង្កើតនោះគឺចំពោះនៃការបង្កើតនៅ OB នោះគឺមកពី volume buy ឬមកកាសែមានការខ្លាំងជាងអញ្ចឹងយើងសុំសម្រាយកន្លែងនឹងទឹកកន្លែងតំណឹងតិចតទៅមួយ volume ហ្នឹងឧទាហរណ៍ថាផ្សារវាកំពុងតែមានអ្នក buy ឡើងទៅខ្លាំងឧទាហរណ៍ថាវា buy volume អ្នក buy ខ្លាំងស្រាប់តែមកដល់ចំណុចមួយឬមកក៏01ស្រាប់តែមាន candle reject ឬមួយក៏ចោលជា shadow ណាមួយឬក៏វាមានឧទាហរណ៍ថាមាន AVG នៅតំណឹងអីចឹងមួយទៅធ្វើឲ្យផ្សារហ្នឹងបក reversal មកវិញបានន័យថាគេឈប់នាំគ្នាឈប់ចូល buy ស្រាប់តែមាន volume អ្នកចូល sell ធំជាងឬមួយក៏គេឈប់ buy នៅកន្លែងតំណឹងធ្វើឲ្យផ្សារបក reversal នៅតំណឹងអញ្ចឹងចង់ swing នៅតំណឹងគេចាប់វាជា OB នៅតំណឹងអូខេអញ្ចឹងចំពោះការចាប់ candlestick OB នៅតាមនៅក្នុងហ្នឹងគឺបានន័យថាគឺគេមើលតាម order flow bearish គេយក bullish ចំណែកឯ bullish គេយក candle bearish អូខេអញ្ចឹងខ្ញុំមកប្រាប់ពីកន្លែងហ្នឹងតិចតើតើនៅផ្សារឧទាហរណ៍ថា order flow វាបែបម៉េចវាពងតឡើងឧទាហរណ៍ថាឡើង3 4 candle ស្រាប់តែមាន candle មួយ reject ហើយ reject ហ្នឹងបែបអញ្ចឹងនេះ reject មកបែបអញ្ចឹង wick ទៅនេះអត់ផុតទេនៅខាងក្រោមហើយវាបិទ candle នៅទៅហ្នឹងហើយ wick ខាងក្រោយហ្នឹងក៏វាបិទដែរអត់បិទផុតជាមួយនឹង candle ហ្នឹងដែរទេគឺនៅខាងក្រោមចេះអញ្ចឹង candle ទៅហ្នឹងគឺអាចចាប់យកវាជាOB បាននៅកន្លែងទៅហ្នឹងអញ្ចឹង flow ដូចនិយមន័យរបស់យើងហ្នឹង flow bullish គេយក bearish អញ្ចឹងផ្សារកំពុងឡើងអញ្ចឹងដល់ពេលដែលវា reject candle មួយគឺគេយកអាហ្នឹងហើយនៅចុង swing ទៅហ្នឹងគេយកអាហ្នឹងហើយក៏ដូចជាករណីដូចខ្ញុំបានបង្ហាញអញ្ចឹងគឺ wick ទៅនេះជាមួយនឹងអានេះគឺអត់បុកផ្ដាច់ជាមួយនឹង candle ហ្នឹងទេអញ្ចឹងដល់ពេលដែលអញ្ចឹងវាបកចូលមកខាងក្រោមវិញគេយកអាហ្នឹងជា order block អូខេអញ្ចឹងចំពោះ note ដែលខ្ញុំចង់ឲ្យគ្នាយើងកត់ចំណាំនៅកន្លែងទៅហ្នឹងតិចចំពោះការចាប់ candle order block បើសិនបើ order flow bearish គឺចាប់យក bullish ប៉ុន្តែបើសិនជាករណីថា candle bullish អត់បានចោល wick ឬក៏ body ផុតផ្ដាច់ទៅខាងលើនៃ bearish ទេអញ្ចឹងគេអត់យក candle bearish អញ្ចឹងគេអត់យក candle ហ្នឹងទៅគេយក bearish វិញអូខេអញ្ចឹងចំពោះ bullish គេចាប់យក bearish ប៉ុន្តែបើសិនជាករណីថា candle bearish អត់បានចោល wick ឬមួយក៏ body ផ្ដាច់ទៅលើ candle bullish ទេអញ្ចឹងគេយក candle bullish វិញអូខេអញ្ចឹងយើងចូលមកឧទាហរណ៍ទី2កន្លែងនេះ valid របស់យើងកន្លែងនេះចាប់កន្លែងទៅនេះ bullish ឃើញវាខុសពីនិយមន័យទី1ឯងអានេះក្នុងករណីដែលថាផ្សារហ្នឹងវាអត់ផ្ដាច់ជាមួយនឹងនេះទៅជា candle ហ្នឹងវាចង់ក្រោយគេវិញប៉ុន្តែអានេះគឺមកអត់បានមកផ្ដាច់ជាមួយនឹងអានេះទេឃើញទេអត់បានមកផ្ដាច់ជាមួយនឹង candle ហ្នឹងទេប៉ុន្តែវាបិទនៅខាងក្រោមហ្នឹងវិញហើយក៏ដូចជា candle នៅខាងក្រោយហ្នឹងអត់បានមកផ្ដាច់ជាមួយនឹងហ្នឹងដូចគ្នាតែហ្នឹងណាអញ្ចឹងគេយក candle ហ្នឹងដែលវាចោល wick បានខ្ពស់ជាងគេនៅក្នុង swing ហ្នឹងគេយក candle ហ្នឹងគឺជា order block អត់ចំណាំកន្លែងតែហ្នឹងណាខុសគ្នាតែបន្តិចទេបើសិនជា candle ហ្នឹងផ្ដាច់មកចេះហើយចុះមកវិញគេយកហ្នឹងជា OB ប៉ុន្តែអានេះអត់ទេវាអត់បានមកផ្ដាច់ជាមួយនឹងcandle ហ្នឹងទេគឺគេយកហ្នឹងវិញជា OB អញ្ចឹងងាយហើយចំពោះនេះ invalid candle គឺខ្ញុំបាននិយាយអញ្ចឹងគឺវាមកផ្ដាច់អញ្ចឹងអាមួយនេះក៏អត់ផ្ដាច់មួយនេះក៏អត់ផ្ដាច់គឺគេអត់យកតែហ្មងនៅតែហ្នឹងគេអាចយកអាហ្នឹងជា sell side liquidity ឬមួយក៏នេះអីផ្សេងទៅតាមអ្នកដែលគេចាប់អញ្ចឹងណាអាហ្នឹងមេរៀនហ្នឹងចាំទៅបន្តទៀតចាំខ្ញុំនឹងបង្ហាញទៀតអូខេអញ្ចឹងមួយហ្នឹងមេរៀន order block គឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមចូលមកខាងនេះខ្ញុំចាប់ក្រាបឲ្យមើលបន្តិចតាក់ទងជាមួយនឹង OB អូខេអញ្ចឹងយើងចូលមកមើល swing high ជាមួយនឹង swing low មកយើងឃើញផ្សារនៅពេលដែលវាបុកឡើងទៅលើវាបានបង្កើតបាន swing ទៅនឹងមួយហើយបន្ទាប់មក swing នៅទៅនេះមួយទៀតអូខេថាយើងមើលតាមជាក់ស្ដែងយើងមើលទៅឃើញពីករណីទៅហ្នឹងទី1 OB នៅលើនេះឃើញអត់ដូចតាមនិយមន័យ candle មួយដែលបើសិនជា candle បន្ទាប់នេះវាអត់បុកផ្ដាច់ជាមួយនឹង candle នេះទេអញ្ចឹងគេយក candle ហ្នឹងជា OB អូខេហ្នឹងអញ្ចឹងបន្ទាប់មកគឺយើងចាប់ចឹងមកឃើញវាមកប៉ះទៅហ្នឹងហើយវាលងទៅវិញហ្នឹងហើយដែលគេហៅថាជា OB 0សម្រាប់នៃការចាប់ឲ្យចូល entry គឺនៅទៅហ្នឹងហើយយើង take risk ខ្លួនឯងយើងចូលទៅហ្នឹង SL នៅត្រឹមតាណាអញ្ចឹងទៅណាហ្នឹងហើយហើយចឹងចំពោះខាងក្រោមវិញគឺយើងចាប់បែបម៉េចគឺដូចគ្នាចាប់មក candle ហ្នឹងគឺជា OB ដូចគ្នាព្រោះវាករណីហ្នឹងដូចគ្នាគឺវាអត់បានមកផ្ដាច់ទេប៉ុន្តែគឺគេយកហ្នឹង
ដោយសារតែវា candle ហ្នឹងវាអត់បានផ្ដាច់ប៉ុន្តែវានៅ swing ទៅហ្នឹងវាបានបកឡើងទៅវិញហើយ candle ហ្នឹងចោលវែងជាងគេគឺយើងយកហ្នឹងអញ្ចឹងសួរថាដល់ពេលដែលចាប់មកអញ្ចឹងហើយយើងចូល entry ដូចគ្នាអញ្ចឹងយើងចូលទៅ buy ប៉ុន្តែយើងត្រូវ take risk ខ្លួនឯង SL នៅត្រឹមតាណាឧទាហរណ៍ថាយើងចូល entry នៅ50%នៃ order ដូចលើនេះអញ្ចឹងឧទាហរណ៍ថាយើងចូលចេះយើងចូលមក entry ទៅហ្នឹងឧទាហរណ៍យើងចូលត្រឹម50% SL នៅលើយើងនៅលើមក SL នៅលើយើងតិចមកហើយ target យើងអាចនឹងប្រហែលលេខយើងតាម risk របស់យើងខ្លួនឯងទៅចឹងណាហើយយើង TP របស់យើងខ្លួនឯងអូខេចឹងខ្ញុំសូមបង្ហាញប៉ុណ្ណឹងចឹងតាក់ទងជាមួយនឹង OB គឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាគ្នាយើងចាប់បានហើយនឹងយល់ហើយបើសិនជាមានចងល់ឆ្ងល់តាក់ទងជាមួយនឹងមេរៀនអីអាចឆាតសួរមកខ្ញុំ direct បានឬក៏អឺឆាតនៅក្នុង group ក៏បានដែរអូខេចឹងតាក់ទងជាមួយនឹងមេរៀន OB គឺមានតែប៉ុណ្្នឹងទេហើយយើងនឹងចូលទៅមេរៀនបន្តរបស់យើងទៀតដែលតាក់ទងជាមួយនឹង breaker block ឬក៏យើងហៅកាត់ថាហៅមួយយ៉ាងទៀតបានថាជា CISD ហ្នឹងអូខេចឹងមេរៀនរបស់យើងមានប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន